Ok, này chỉ videoបន្ទាប់ដែលយើងនឹងធ្វើការតម្លើង Sabit Agent នៅលើ Windows របស់យើងនេះជា part ទី3ហើយអូខេឥឡូវយើងចូលទៅកាន់ Visual Mission Windows របស់យើងនេះខ្ញុំមាន Windows មួយហើយខ្ញុំយក file ដែលយើងត្រូវតម្លើងគឺ file Sabit Agent ហើយចុច install ចុចនេះទៀតហើយត្រង់នេះយើងដាក់ hostname ខ្ញុំដាក់ថា Windows ទៅ Windows.pc តោះមកខ្ញុំដាក់ IP របស់ Sabit server របស់យើង192 128 136 copy មកដូចគ្នានេះទេលើនេះខ្ញុំអត់យកដាក់ key ទេគឺភាសាយើង thích យើងដាក់ key តែនេះខ្ញុំក្នុង Windows នេះខ្ញុំមិនចាំដាក់ key ទេដោយសារមាន video part ទី2 Windows server នេះខ្ញុំបានបង្ហាញម្ដងហើយឥឡូវខ្ញុំសូមដាក់ម្ដងអូខេចុចនេះ install ok បន្ទាប់ពី install ហើយខ្ញុំចូលមកកាន់ Sabit server របស់យើងដែលយើងលើ interface web របស់យើងចូលមកកន្លែង Data collection យកមកពី host ហើយយើងធ្វើការ create host តោះមកយើងដាក់ឈ្មោះរបស់យើងមិញដែរមកដាក់ windows.pc តោះមកយើងជ្រើសយក template របស់ពាក្យ windows by agent នេះ windows by Sabit agent ជ្រើសរើសដូចតែ Windows server យើងដែរទេហៅគ្រប់ដូចគ្នាinterface IP របស់Windows របស់យើង Windows agent របស់យើងនេះហើយយើងឆែកមក137កតុយអូខេ132 138តោះមកយើងចុចតែ key នេះយើងអត់ដាក់ទេដោយសារយើងបាន create តោះមកយើងរងចាំចូលទៅកន្លែង monitor host វាអត់ចាញ់ទេចាំមើលរងចាំឲ្យទទួលសិននឹងវាលុបបៃតងដែរនោះមានថាវាដំណើរការខ្ញុំ refresh អូខេចេញបបៃតងហើយខ្ញុំសាកចុចមើល dashboard វាចេញអត់ no តែអត់ទាន់ទេចាំតិចសិនno តែវាអត់ទាន់ sync គ្នាចាំមើលខ្ញុំ refresh មួយទៀតសិនខុសយើងដាក់សញ្ញាដក update នោះនេះចាញ់ហើយtry Windows មិញ Visual Mission ខ្ញុំបង្កើត 100G បើចង់ដល់នេះ space ដែលយើងប្រើគឺ argon ហ្នឹងគឺប្រើអ្វី total អានេះដែលមានគឺពណ៌បៃតងនេះពណ៌ប្រើ 29G ហើយពណ៌បៃតងនេះ space dinosaur ហើយនេះ total អូខេយើងប្រៀបធៀបទៅមើលជាក់ស្ដែងជាមួយនឹង Windows របស់យើងនេះទៅមើល space ត្រូវអត់វា sync មួយគ្នាអត់អូខេសល់ 70G 70G អូខេ70នេះខុសគ្នាតែតិចទួយអីទេ70G ចុច11ទៅតោះមកអានេះជាផ្ទាំង dashboard ដូចវាបង្ហាញ space ហើយនឹង graph បើយើងចូលមកកន្លែងgraph របស់វានេះវិញនៅផ្ទាំងខាងឆ្នាំដៃហ្នឹងយើងចុចមកគេសូ graph detail មាន this average detail app time ហ្នឹង read write ចេញ no អត់ទាន់ read write អត់ទាន់មានsatisfy interface នៃ វាបង្ហាញនៃ traffic ហ្នឹងវាអត់មានអីឆ្លងកាត់ចឹងទៅចេញ no តែអូខេវាអត់ទាន់ចេញបែបនេះវាមានថាវាមានអត់ដល់ទេគឺវាអត់ទាន់មានអីពិសេសនេះវាអត់ទាន់មានអីយើងបើសារយើងអត់ទាន់ពិសេសអីខ្លាំងបើសិនយើងឧទាហរណ៍យើងធ្វើតេស្តនេះចែកមកបញ្ហាវាអត់ឃើញមានអីទេចាំមើលខ្ញុំសាកផ្ដាច់ neighbor ចូលមកកាន់ Windows របស់ខ្ញុំផ្ដាច់ disable neighbor ចឹង disable ចឹងអូខេ disable ហើយខ្ញុំមកឆែក
អានេះនឹងលោតមានបញ្ហាតើនេះវានឹងលោតនឹង refresh វាភ្លាមៗអត់ទាន់ទេចាំតែមួយស្ទុះបន្តិចអូខេវាលោតអត់ទាន់ឃើញសូមកទេខ្ញុំសាកទៅ restart ម៉ាស៊ីនហ្នឹងហ្មងតែរបស់វាវិញអានេះយើងធ្វើតេស្តជាក់ស្ដែងសាកបន្តត្រូវសាក restart អូខេឥឡូវវាចូលដល់ Windows ហើយខ្ញុំឆែកទៅមើលអូនេះលោតបញ្ហាមកហើយនេះអាហ្នឹងវារងចាំវាយូរបន្តិចឥឡូវវាចុចមើលលើហ្នឹងវាមានបញ្ហាខ្លះនេះលោត restart មុនហ្នឹងយើង restart ហ្នឹង CPU is too high over 3 5ទីមុនមកឆែកក្រោយអានេះយើងអាចឆែកបញ្ហាបានណាអូខេទី3មាន1/3អាក្រមបញ្ហាហ្នឹងចូលមកកន្លែងក្រាបរបស់យើងម្ដងទៀតណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយការ install Sabit agent នៅលើ Windows របស់យើងហើយដោះលើតេស្តឆែកមើលហ្នឹងតើវាដំណើរការឬអត់ហ្នឹងយើងក៏ restart ហើយ disable នេះបើទៅហើយយើងឃើញពីបញ្ហាលោតមុនអាហ្នឹងបើសិនមានបញ្ហាហើយមួយទៀតនេះយើងឆែកទៅលើ dashboard យើងអាច monitor ថាវាមាន monitor អាចមើលបានអីខ្លះមាន spike មានអីចឹងទៅមាន CPU មាន memory RAM អីចឹងទៅកន្លែងក្រាបហ្នឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេនៅ part ទី4នឹងធ្វើទៅលើ MediaTek router ម្ដងនេះបន្ទាប់ពី MediaTek router នេះហើយយើងនឹងធ្វើ configure alert ពេលមានបញ្ហាវានឹង alert ចូលទៅកាន់ Telegram របស់យើងបានដឹងហើយយើងវាជា real time ដែលយើងវា bot វា alert ទៅឲ្យយើងបានដឹងពីបញ្ហាភ្លាមៗអូខេឥឡូវមានតែប៉ុណ្្នឹងទេអរគុណច្រើន